តើលត់មកលីឡើងមកលើវត្តទីការផងដែរចាចាជាបឋមនេះខ្ញុំសូមគោរពនឹងជម្រាបសួរវត្តមានរបស់គួររបស់លោកនាយកសាខាអ្នកនាំគ្រប់ជាន់ថ្នាក់និងក្រុមគ្រួសារសមាជិកអាតូមីទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជាកំពុងតែទស្សនាតាមការ live ផងដែរចាសូមគោរពជម្រាបសួរសុខទុក្ខយ៉ាងណាដែរបងប្អូនអ្នកកំពតតិចខ្លាំងហ្នឹងមែនទេថ្ងៃនេះចាភ្លៀងដល់វិយប់ចាអញ្ចឹងថ្ងៃនេះផងដែរនេះខ្ញុំចាពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនចាដែលបានឃើញវត្តមានដ៏ច្រើនរបស់បងប្អូនអ្នកខេត្តកំពតផងដែរចាអញ្ចឹងឆ្លៀតក្នុងឱកាសនេះផងដែរនេះខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនអាតូមីដែលបានអនុញ្ញាតឲ្យរូបនាងខ្ញុំចាមានវត្តមានមកចែករំលែកសំទោសមកថ្លែងសុន្ទរកថាស្វាគមន៍ជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរចាអញ្ចឹងនាងខ្ញុំឈ្មោះលុនម៉ាលីចាជាអ្នកខេត្តកណ្ដាលចាសូមនិយាយម្ដងទៀតថារីករាយមែនទែនដែលបានស្គាល់បងប្អូនអ្នកកំពតចាមុននឹងនាងខ្ញុំស្គាល់ក្រុមហ៊ុនអាតូមីនាងខ្ញុំគឺជាបុគ្គលិកធ្វើការដែលមានចំណូលជាប្រាក់ខែចានាងខ្ញុំធ្វើការនៅក្នុងវិស័យធនាគារអស់រយៈពេល11ឆ្នាំចាហើយចាប់ផ្ដើមដំបូងនោះគឺមានតួនាទីជាអ្នកបញ្ចូលទិន្នន័យចាគឺ data processor បញ្ចប់ទៅវិញជាមួយនឹងប្រធានបញ្ចូលចា chief of counter អញ្ចឹងតួនាទីនឹងបញ្ចូលបេឡាគឺខ្ញុំកាន់គ្រប់តួនាទីចាអញ្ចឹងរយៈពេល11ឆ្នាំនេះធ្វើឲ្យខ្ញុំមើលឃើញថាចាវាជាពេលវេលាល្មមសមរម្យតែធ្វើឲ្យខ្ញុំមានថាធ្វើការងារឲ្យគេចាអញ្ចឹងពេលនោះខ្ញុំក៏សម្រេចចិត្តឈប់ធ្វើការចាដោយសារមើលឃើញថាការធ្វើការងារឲ្យគេគឺជារបស់គេចាខ្ញុំគិតបែបហ្នឹងចាប៉ុន្តែមុននឹងឈប់ហ្នឹងគឺខ្ញុំក៏បានជួបគ្រួសាររបស់ខ្ញុំនៅក្នុងវិស័យធនាគារនេះផងដែរចានេះខ្ញុំបានស្គាល់អាតូមីតាមរយៈផលិតផលចាផលិតផលដែលចាប់ផ្ដើមដែលខ្ញុំស្គាល់មុនគេនោះគឺថ្នាំដុសធ្មេញថ្នាំនាំទាំងអស់គ្នាគឺសាមញ្ញចាដូចថ្នាំនាំដែលបានស្គាល់អាតូមីដូចគ្នាចាគឺថ្នាំដុសធ្មេញដែលជាផលិតផលមួយដែលយើងប្រើប្រាស់ប្រចាំថ្ងៃចាប៉ុន្តែពេលនោះខ្ញុំអត់បានបើកចិត្តស្គាល់អាតូមីអីភ្លាមទេ ID របស់នាងខ្ញុំគឺត្រូវបានគ្រួសារជាអ្នកចុះទេចាគាត់ចុះ ID គាត់ចុះ ID ហើយគាត់មកប្រាប់ខ្ញុំថាបងចុះឈ្មោះអាតូមីហើយពេលនោះបកាយគ្នាមួយម៉ាត់ពីរម៉ាត់ដែរដោយសារខ្ញុំជឿថាចេះចុះបើចង់ចុះឈ្មោះមិនចុះឈ្មោះគាត់ទៅមកយក ID អីមកបងខ្ញុំទៅចុះអញ្ចឹងណាចាហើយក៏ទុក ID នឹងចោលទៅចាពេលវេលាមួយកន្លងមកគឺខ្ញុំបានមានថាចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយអាតូមីដោយសារអីសម័យកាល COVID ចូលមកដល់ចាមើលឃើញថាវិបត្តិប៉ុន្តែខ្ញុំបានស្គាល់ជាមួយនឹងផលិតផលដ៏ល្អគឺជាផលិតផលរបស់ប្រទេសកូរ៉េបូកផ្សំជាមួយនឹងចា sponsor ដែលជាអ្នកណែនាំខ្ញុំគាត់មានការព្យាយាមមែនទែនចាណែនាំខ្ញុំហើយណែនាំទៀតធ្វើឲ្យខ្ញុំបើកចិត្តសិក្សានៅក្នុងប្រព័ន្ធជាមួយនឹងអាតូមីរហូតដល់បានស្គាល់ហេមហ៊ីមមួយទៀតចាហេមហ៊ីមខ្ញុំអាចនិយាយបានថាជាអាហារតុបមួយសម្រាប់សង្គ្រោះរូបរាងខ្ញុំផងដែរដោយសារមុននឹងខ្ញុំមុននឹងខ្ញុំញ៉ាំហេមហ៊ីមគឺខ្ញុំមានបញ្ហារលាកកាពះពោះវៀនរ៉ាំរ៉ៃយូរឆ្នាំមែនទែនចាធ្វើឲ្យខ្ញុំកើតមានក្តីបារម្ភមួយខ្លាចមានបញ្ហាកាពះពោះវៀនមានថាខ្លាចមានជំងឺមហារីកចាក្តីបារម្ភរបស់ខ្ញុំក៏ពេលដែលស្គាល់ខ្ញុំចាប់ផ្ដើមបញ្ជាទិញអញ្ចឹងរហូតមកដល់ពេលនោះរហូតមកដល់ពេលឥឡូវគឺរយៈពេលជាង4ឆ្នាំហើយដែលខ្ញុំញ៉ាំហេមហ៊ីមហើយខ្ញុំអាចនិយាយបានថាគឺហេមហ៊ីមគឺជាអាហារមួយដែលសង្គ្រោះជីវិតរបស់ខ្ញុំឡើងមកវិញចាអញ្ចឹងបន្ទាប់ពីខ្ញុំបានស្គាល់ប្រើប្រាស់ស្រឡាញ់ជាមួយនឹងគុណភាពទំនិញហើយគឺខ្ញុំបានបញ្ចូលខ្លួនឯងទៅក្នុងប្រព័ន្ធអប់រំអាតូមីដោយសារ sponsor ប្រាប់ថាបើប្រើប្រាស់ទៅល្អនិយាយទៅកាន់អ្នកជុំវិញខ្លួនទៅប៉ុន្តែខ្ញុំអត់ហ៊ាននិយាយទេចាអញ្ចឹងខ្ញុំក៏យកពេលវេលាហ្នឹងបញ្ចូលខ្លួនឯងទៅនៅក្នុងប្រព័ន្ធអាតូមីធ្វើឲ្យខ្ញុំចាប់ផ្ដើមមានចក្ខុវិស័យចាចាប់ផ្ដើមយល់ថាអាតូមីជាក្រុមហ៊ុនបែបណាពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំមានគោលដៅចាខ្ញុំបានកំណត់ចាគោលដៅជាមួយនឹងអាតូមីតាមរយៈតំណែងខ្ញុំមើលឃើញថាវាជាចក្ខុវិស័យមួយដែលខ្ញុំអាចបោះបង់អាតូមីចោលបានទេចាព្រោះអីប្រើប្រាស់ផលិតផលស្រឡាញ់ហើយថ្នាំនាំដល់គ្នាខ្ញុំបានចាប់ឱកាសឡើងតំណែងជា Sales Master នៅក្នុងសម័យកាល COVID ដែលខ្ញុំមើលឃើញថាជាសម័យកាលដែលគ្រប់គ្នាយើងគឺមនុស្សខ្លាចមនុស្សប៉ុ
ប៉ុន្តែខ្ញុំមើលឃើញថាវាជាឱកាសសម្រាប់ខ្ញុំចាហេតុអីបានជាខ្ញុំត្រូវតែដាក់គោលដៅយកតំណែងដែលខ្ញុំមើលឃើញថាបើសិនជាខ្ញុំចង់ទៅនិយាយប្រាប់នរណាម្នាក់ខ្ញុំត្រូវតែមានអីឲ្យខ្ពស់ជាងគេឲ្យល្អជាងគេចាអញ្ចឹងខ្ញុំដាក់គោលដៅយកតំណែងហើយពីមួយតំណែងទៅមួយតំណែងខ្ញុំមានបល័យ2ចាដែលលោកស្ថាបនិកផ្ដាំមកខ្ញុំចាខ្ញុំធ្វើបដាខ្ញុំទៅទិញបល័យ2ឃ្លានឹងបដាចាលោកស្ថាបនិកផ្ដាំខ្ញុំថាបើគ្មានសមត្ថភាពទេសូមមកធ្វើអាតូមីចាអញ្ចឹងពេលនោះឯងខ្ញុំគិតឃើញខ្លួនឯងថាក្រៅពីកាន់ចាគណនេយ្យនៅក្នុងធនាគារពេលដែលឈប់ទៅអត់ដឹងថាអ្វីជាជំនាញពិតប្រាកដរបស់ខ្ញុំបើសិនជាយើងចង់ទៅចាប់អាជីវកម្មចាប៉ុន្តែដល់ពេលកន្លែងមកអាតូមីអត់សមត្ថភាពក៏យើងអាចធ្វើបានចាខ្ញុំធ្វើបណ្ដាឧបសគ្គក៏ជួបបណ្ដាប៉ុន្តែទន្ទិញបល័យនឹងចាំនៅក្នុងចិត្តជានិច្ចចាអញ្ចឹងពីមួយតំណែងទៅមួយតំណែងចាមើលឃើញថាវាជាឱកាសចាឃ្លាទី2ដែលលោកស្ថាបនិកផ្ដាំទៀតគឺគាត់ផ្ដាំថាបើមានសមត្ថភាពកាន់តែត្រូវមកធ្វើអាតូមីចាឃ្លានេះពេលដែលខ្ញុំចាប់ផ្ដើមធ្វើបណ្ដាខ្ញុំនឹកឃើញទៅដល់គ្រួសារខ្ញុំចាប៉ុន្តែពេលដែលខ្ញុំធ្វើនេះខ្ញុំអត់ដឹងថាទៅនិយាយមិនឲ្យគាត់មកយល់អាតូមីជាមួយខ្ញុំទេអញ្ចឹងហេតុផលតែមួយដែលខ្ញុំត្រូវតែមានហេតុផលសម្រាប់គាត់គឺខ្ញុំខំចាតែខ្ញុំអាចឃើញមកលើរូបភាពតំណែងទី1តំណែងទី2ខ្ញុំម្នាក់ឯងចាប៉ុន្តែនៅពេលដែលខ្ញុំបុកគ្រឹះរឹងមាំខ្ញុំមានរឹសកែជាមួយនឹងក្រុមហ៊ុនអាតូមីខ្ញុំអាចចាបង្ហាញគម្រោងបង្ហាញពីអាជីវកម្មដ៏ច្បាស់លាស់ទៅកាន់គ្រួសារពេលនោះឯងខ្ញុំមានកម្លាំងបន្ថែមមកម្នាក់ទៀតចាទាំងអស់ហ្នឹងហើយតាមនំទាំងអស់គ្នាវាជាឱកាសចាដែលធ្វើឲ្យខ្ញុំមានឱកាសទៅទស្សនកិច្ចមានឱកាសដំណើរកម្សាន្តនៅក្រៅប្រទេសចាខ្ញុំមើលឃើញថាវាជារឿងអស្ចារ្យសម្រាប់រូបនាងខ្ញុំចាអញ្ចឹងថ្ងៃនេះផងដែរចាខ្ញុំមានវត្តមាននៅថ្ងៃនេះគឺដោយសារប្រព័ន្ធចាអញ្ចឹងថ្ងៃនេះផងដែរបងប្អូនទាំងអស់គ្នាក្រុមហ៊ុនអាតូមីបានពំនាំយកប្រព័ន្ធអប់រំដ៏អស្ចារ្យមកដល់ផ្ទះបងប្អូនទាំងអស់គ្នាជាអ្នកខេត្តកំពតហើយចាសូមបងប្អូនទាំងអស់គ្នាបើកទ្វារផ្ទះបើកចិត្តបើកបេះដូងទទួលយកឱកាសសំណាងមួយនេះដែលក្រុមហ៊ុនបានចាយកមកឆ្ងាយដែរថាបងប្អូនទាំងអស់គ្នាចាអញ្ចឹងសូមចាបើកចិត្តទទួលយកទាំងអស់គ្នាថ្ងៃនេះយើងក៏មានវាគ្មិន4រូបចាដែលរូបលោកមានចំណេះជំនាញពិសេសហើយយកមកចែករំលែកយ៉ាងពិសេសសម្រាប់អ្នកខេត្តកំពតចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាត្រង់ត្រាប់ស្ដាប់ក៏ដូចជាកត់ត្រានៅចំណុចសំខាន់វាជាទុនមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាចាជាទុនដើម្បីសម្រេចថាតើគួរជ្រើសរើសយកអាតូមីឬត្រូវតែធ្វើអាតូមីចាអញ្ចឹងថ្ងៃនេះផងដែរនេះខ្ញុំមានតែប៉ុណ្នេះហើយក៏ជាចុងក្រោយជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបានភាពជោគជ័យជាមួយនឹងក្រុមហ៊ុនអាតូមីនិងមានជីវិតដែលមានតុល្យភាពជាមួយនឹងក្រុមហ៊ុនផងដែរចាសូមអរគុណសូមជម្រាបលាចានេះខ្ញុំសូមថ្លែងអំណរ